លនៅថៃតារាស្រីល្បីប៉ុស្តិ៍លេខ7ម្នាក់បោកស្បែកមុខសង្សារចាស់ខ្លួនឯងក្រោយដឹងថាបន្លំអួតជាលោកធំស្គាល់ចិត្តដិតនឹងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី7ខែមេសាឆ្នាំ2025កន្លងទៅនេះតារាស្រីកែណែរីនីរ៉េតដែលជាតារាសម្ដែងមួយរូបរបស់ថៃបានចេញបោកស្បែកមុខអតីតសង្សារដែលបន្លំខ្លួនជាលោកធំហ៊ីសូអាងថាធ្វើការរាយការណ៍ជិតស្និទ្ធជាមួយនឹងនាយករដ្ឋមន្ត្រីទៀតកែណែបានរៀបរាប់ឲ្យដឹងថានាងបានស្គាល់បុរសរូបនេះកាលពីចុងឆ្នាំ2024កន្លងទៅតាមរយៈកម្មវិធីរកដៃគូមួយតែពេលនោះនាងមិនទាន់ដាច់ស្រេចជាមួយសង្សារចាស់ទើបមកមើលចិត្តគ្នាតាក់ទងគ្នាមែនទែនកាលពីខែកុម្ភៈឆ្នាំ2025កន្លងទៅនេះហើយនៅពេលតាក់ទងគ្នាបុរសនេះតែងតែអួតអាងថាខ្លួនជាអ្នកធំស្គាល់ថ្នាក់លើច្រើនព្រោះរូបគេជាទីប្រឹក្សានាយករដ្ឋមន្ត្រីដែលធ្វើឲ្យនាងក៏ជឿស្លុងដោយសារតែពេលគេមកគ្របនាងម្ដងគេស្លៀកពាក់ពេញយុវនិងជិះសុទ្ធតែឡានមានក្បួនហាយហុំពេញផ្លូវលើពីនេះទៀតនៅពេលសង្សារចាស់នាងមានបញ្ហាតាក់ទងនឹងចំនួនខុសច្បាប់បុរសនេះក៏អះអាងថាខ្លួនបានពឹងនាយករដ្ឋមន្ត្រីឲ្យជួយតែនាងត្រូវឲ្យថ្លៃទឹកតែដែលនាងក៏បានឲ្យលុយគេទៅអស់ចំនួន 9.8 ម៉ឺនបាតលុះតាក់ទងគ្នាបានជាង1ខែគេក៏បានសុំនាងរៀបការនាងក៏យល់ព្រមតែក្រោយមកនាងក៏ចាប់បានថាគេមានប្រពន្ធរួចហើយទើបនាងក៏បានសម្បែកក្រោយមកនាងក៏ដឹងរឿងថាគេបានបោកបញ្ឆោតនាងគ្រប់យ៉ាងយកទាំងលុយនាងទៅទៀតហើយនាងក៏សម្រេចចិត្តចេញមកបោកស្បែកមុខគេដូច្នេះយ៉ាងណាមិញពេលនេះខាងប្រុសក៏ត្រូវបានប៉ូលីសឃាត់ខ្លួននិងចាប់ផ្ដើមត្រួតពិនិត្យដំណើរការក្តីក្រោមបាត់ច្បោកនិងការយកគ្រឿងសេរីការមកប្រើប្រាស់ដោយគ្មានការអនុញ្ញាតទៀត